ជាមួយលោកថាកែអញ្ចឹងនេះជាការជប់លេងរបស់ពួកយើងតាំងពីពេលរៀនចាំអ្នកផឹកតែយើងប្រាប់ឯងនៅចុងខាងលើនោះមានប្រសង្ហានៅចាំឯងតារកនេះឯងផឹកចំណាំប្រសាទឯគេបាត់មែននេះលេងនៅលេងច្រើនឆ្នាំយ៉ាងនេះហើយប្រុសម្នាក់ក៏គ្មានដែរមួយថ្ងៃម្នាក់ទៅធ្វើស្អាតហើយបាត់ជាមានប្រសង្ហាមែនសាច់ដុំនេះជាលោកថាកែដឹងរឿងនេះការងារខ្ញុំនៅអាចរក្សាបានទេយ៉ាងសិនមិនជាឯងទៅតាមវិញអញ្ចឹងកាលពីម្សិលមិញកម្មវិធីជួបបុគ្គលិកចាប់រៀងយប់បន្ទិញខ្ញុំអាចផឹកច្រើនក៏កែនៅផ្ទះមករួមការងារតែអញ្ចឹងកណ្ដាស់សម្ភាររបស់ខ្ញុំនោះឯងមិនសរសេរឲ្យខ្ញុំហើយនេះសៀវខ្ញុំដូចជាធ្វើបាត់កណ្ដាស់សម្ភាររបស់ឯងហើយយ៉ាងសិននេះឯងគិតថាការសិក្សាខ្ញុំទៀមអញ្ចឹងហើយឯងមិនយកចិត្តទុកដាក់ទេលីនស៊ីវនាយកលីត្រូវការឲ្យខ្ញុំត្រៀមថ្នាំបន្សាបស្វឹងដែរទីមិនបាច់ទីឲ្យពេលឯងមួយថ្ងៃរកមនុស្សម្នាក់ឲ្យខ្ញុំមកឃើញនាយកលីមានស្នេហាហើយអីលោកនាយកលីតអាការខ្ញុំម្ដងទៀតទេនាយកលីខ្ញុំសុំវល់លោកខ្ញុំខំហៅលោកនាយកលីអេនេះរឿងថ្មីទៀតហើយនេះនៅមិនទាន់បាន24ម៉ោងផងតាមរឿងអីតែលេខាថ្មីទៀតទីលោកនាយកត្រូវបានដេញចេញហើយត្រូវឲ្យអញទៅតាមថ្មីដល់ទីនាយកលីរបស់ពួកយើងគាត់ស្អប់ជាងគេនោះមនុស្សស្រីដែលមានកំណត់មិនល្អចាំទៀតទីគាត់ដើម្បីឡើងអំណាចនោះហើយលោកនាយកលីថ្ងៃក្រោយកុំឲ្យមនុស្សបែបនេះចូលក្រុមហ៊ុនទៀតខ្ញុំនឹងតាក់ទងទៅផ្នែកបុគ្គលិកភ្លាមឲ្យពួកគេរកបុគ្គលិកថ្មីក្លិននេះមកនេះមកងើបមកឡើងលោកនាយកលីចាំងសិនរៀនចាប់ពីសាលាមួយណាមកសាលាខៃតាលេខារបស់ខ្ញុំគឺជានាងទៅចោះប៉ុន្តែនាយកលីនាងទៅតែមកធ្វើការបាន2ខែទេហើយមកក៏គេមិនបានចំណាំខ្ញុំទេនាងពិតជាមានសំណាងមែនមកចាំបាត់តែខ្ញុំទៅវិញនោះមិនមែនមកពីនាងស្រែទេអីគ្មានលក្ខខណ្ឌអីដែលអាចមានកំណត់អាក្រក់បានបលីនខ្ញុំគិតថាខ្ញុំមិនអាចទទួលយកការងារជាលេខារបស់នាយកលីបានទេមិនចង់ឲ្យឱកាសមួយនេះតែការមិត្តរួមការងារផ្សេងទៅល្អទេប្រាក់ខែ50000បើមិនធ្វើក៏ហែកទេ50000អីសុំតថងបលីនដាក់ខ្ញុំទៅចុះឈ្មោះនៅកន្លែងណាទេមួយខែ50000ខ្ញុំអាចចិញ្ចឹមហាងជីលីននិងសៀវ2នាក់បានហើយយេខាងតែប្រាប់សៀវសិននាងលីនខាងនេះគឺជានាយកលីជានាយកក្រុមហ៊ុនលីស៊ីរបស់យើងលីទីងយីនខ្ញុំគិតថាអ្នកនាងប្រហែលជាធ្លាប់បានឮហើយយប់មិញអ្នកនៅសន្តាគារជីងហុងនោះគឺជានាងមែនទេសន្តាគារជីងហុងឯងនាងមិនបាច់ភ័យទេខ្ញុំបានរកឃើញឯកសារសម្ភាររបស់នាងនៅក្នុងបន្ទប់ខ្ញុំបានឆ្លងកាត់ឯកសារនេះនាងក៏មិនបារម្ភអីរឿងការប្រយុទ្ធមិញខ្ញុំនឹងទទួលខុសត្រូវចំពោះនាងទទួលខុសត្រូវចំពោះខ្ញុំឯងនាងអាចរើសយកសាច់លុយ5លានឬមួយក៏ទៅនៅឡានយានធ្វើជាមនុស្សស្រីរបស់ខ្ញុំឲ្យពេលនាង3ថ្ងៃដើម្បីធ្វើការពិចារណាគិតឲ្យចាំខលមកដល់ខ្ញុំ